កងទ័ពភូមិន្ទថៃ RTA នៅថ្ងៃអាទិត្យនេះបានចេញសេចក្តីព្រមានទៅកាន់យោធានិងជំរុញឲ្យសាធារណជនជៀសវាងការចែករំលែកព័ត៌មានអំពីប្រតិបត្តិការយោធាឬទីតាំងមូលដ្ឋានទ័ពនិងទីតាំងប្រតិបត្តិការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម RTA បានណែនាំដល់សមាជិកកងទ័ពកុំបង្ហាញព័ត៌មានអំពីយោធុបករណ៍យោធាដែលការប្រតិបត្តិការនីតិវិធីឬចល័តទ័ពផងដែរ RTA បានបញ្យល់ថាព័ត៌មានបែបនេះអាចអនុញ្ញាតឲ្យសត្រូវវិភាគព័ត៌មានលម្អិតនៃប្រតិបត្តិការនិងប្រើប្រាស់វាដើម្បីកំណត់គោលដៅទីតាំងជួរមុខ RTA បានណែនាំថាទាំងទាហាននិងជនស៊ីវិលគឺដូចគ្នាត្រូវតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពរបស់កងទ័ពជួរមុខនិងរក្សាការទទួលខុសត្រូវរួមគ្នាសម្រាប់ការការពារជាតិនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2025នេះបាទសូមអរគុណ